ខ្ញុំស្អប់នឹងប្រធានសម្ដីបានតែធ្វើការមិនកើតយល់ទេពេលកម្មករធ្វើមិនទាន់អីមិនទាន់អត់ចេះឆែកមើលថាធ្វើមិនអីមិនកន្លែងនឹងដាក់ម៉ាននេះអីទេប្រធានចេះតែជេរពីឲ្យឡើងដេកែទាំងអស់ដេអន់ជាងកូនចៅដេក៏ក្រិចកន្លែងសម្ដីបានចេះតែជេរចេះតែបោះអាវឲ្យកូនចៅកែពីឲ្យឡើងដេមកដេអន់ជាងកូនចៅដេដូចអាចបោះថ្ងៃអួនណាចេះតែជេរពីចោលក្បាលកូនចៅហើយចិនក៏ចឹងដែរបើនិយាយពីចិនវិញជេររាល់ថ្ងៃអញ្ចឹងប្រធានគាត់អត់ចេះទេយល់ហើយតែគាត់បានសម្ដីយោងបើប្រធានមិនចេះដេគួរយល់មួយកូនចៅខ្លះហើយប្រធានដេសមត្ថភាពអន់ជាងកូនចៅហ្នឹងជេរក្បាលកូនចៅដាក់សម្ពាធឲ្យកូនចៅអត់ចេះយល់អត់ចេះក្រែងចិត្តកូនចៅអីចឹងក៏ចឹងដែរចឹងណាពេលយើងអត់អីធ្វើជេរក្បាលយើងហើយហ្នឹងមិនអាណាបើកលុយឲ្យឯងមែនចិននិយាយចិនមិនសូវជាឈឺទេឈឺអាចិននិយាយខ្មែរច្បាស់ចែហ្នឹងឈឺហ្មងវានិយាយថាឯងអង្គុយលើកជើងហ្នឹងមែនអង្គុយលេងអត់ប្រយោជន៍ថាណាបើកលុយឲ្យមែនចិននិយាយអញ្ចឹងយើងដេអង្គុយលេងខុសដែរមែនយើងដេអស់ពីកន្លែងអង្គុយលេងក៏ខុសយើងដេមិនទាន់ដេអត់ទាន់គេក៏ខុសហ្នឹងហើយអញ្ចឹងចិនណាអូនប្រឹងដេច្រើនយើងដេអត់អង្គុយលេងក៏ជេរណាពេលយើងថាអត់ទាន់ក៏ជេរខ្ញុំវគ្គត្រង់ហ្នឹងការងាររងចាំវគ្គត្រង់ថាដេអស់ពីកន្លែងអង្គុយលេងក៏វាជេរក្បាលរួចដេមិនទាន់គេក៏វាជេរក្បាលមិនត្រង់ឲ្យធ្វើមិនបានកប់ចិត្តចិនហ្នឹងកប់ចិត្តវាចង់បានចំនួនច្រើនហើយយើងធ្វើតទាំងងាប់ហ្នឹងចង់និយាយថាចំនួនមានហើយដេអស់ពីកន្លែងអង្គុយលេងនៅតែជេរក្បាលមិនគឺបានចង់បានអាម៉េចខ្ញុំឆ្ងល់ខ្ញុំអាចចាំទៅសួរទៀតមើលមេឯងសួរចិនមើលថាធ្វើហ្នឹងមានន័យមិនចង់ឲ្យកម្មករដេងាប់មែនហើយវាក៏យ៉ាងម៉េចដេអស់ពីកន្លែងហើយអង្គុយចាំអាវមកពីក្រោយមួយជេរក្បាលឥឡូវតែធ្វើការសិនហើយចាំចាយទៅសួរទៅមើលឲ្យលើអត់ដាក់មនុស្ស3នាក់ដេទាន់ដកមនុស្សចេញដេអត់ទាន់ជេរឡើងការរោងចក្រចឹងអូនរោងចក្រខំដេអស់ពីកន្លែងដេអស់ពីកន្លែងដកមនុស្សពេលដកមនុស្សទៅហើយដេលេងទាន់ពេលដេលេងទាន់ហើយជេរវាហើយប្រធានក៏អញ្ចឹងបានតែជេរប្រធានឯវិនពេលឲ្យឡើងដេមិនដឹងថាកន្លែងហ្នឹងពិបាកកម្រិតណាទេអត់ចេះស្ទាបស្ទង់មើលស្ទាបដឹងស្ទង់ដឹងធាននាទីដឹងថាកន្លែងហ្នឹងដាក់មនុស្សប្រមាណអ្នកអីទេចេះតែជេរចេះតែបខំខ្ញុំមានសម្ពាធជាមួយប្រធានជាមួយចិនណាបើចិនហ្នឹងមិនតែអូនឯងសម្ពាធទេចាយក៏សម្ពាធដែរគេក្បាលចាយរាល់ថ្ងៃបើចិននិយាយចិនហ្នឹងយើងស្ដាប់អត់បានយើងអត់សូវឈឺចាប់ទេតែនេះចេះខ្មែរទាំងអស់ចិនចេះខ្មែរហ្នឹងឈឺចាប់យកហ្មងនិយាយមួយម៉ាត់មកសឹងតែផ្ទុះបេះដូងចេញក្រៅសឹងតែផ្ទុះបេះដូងចេញក្រៅឥឡូវទៅការតែចាំចាយដល់ស្រាយឲ្យបាទដល់ស្រាយរឿងសម្ពាធប្រធានសម្ពាធចិនសម្ពាធទុបអីហ្នឹងបាទមិនអីក៏ដាក់សម្ពាធទៅកូនចាំមិនធម្មតាដែរខ្ញុំចង់ដាក់តើបើចិនចេះក្បាលចាយដែរហ្នឹងបើមិនដែរអង្គុយលេងលើកជើងចឹងមិនដឹងពេលណាបានកម្មករអស់សម្ពាធជាមួយមេចិនប្រធានសុបអីហ្នឹងទេវាកម្មកររោងចក្រនៅតែមានសម្ពាធជាមួយមេអញ្ចឹង